ជំរាបសួរបងប្អូនប្រិយមិត្តដែលកំពុងតាមដានកម្មវិធីការយល់ដឹងអំពីសុខភាពប្រចាំថ្ងៃរបស់យើងនៅថ្ងៃនេះសូមស្វាគមន៍មកកាន់ការវិលត្រឡប់មកកាន់កម្មវិធីរបស់យើងដែលកម្មវិធីរបស់យើងនឹងចែករំលែកនៅបញ្ហាសុខភាពការថែទាំនិងការការពារនៅជំងឺផ្សេងៗដែលបងប្អូនកំពុងជួបប្រទះជាស្ដេចកម្មវិធីរបស់យើងក៏មានការផ្សាយចេញជារៀងរាល់ថ្ងៃច័ន្ទវេលាម៉ោង 7 ព្រឹកតទៅនៅលើគេហទំព័រផ្លូវការរបស់អង្គភាពសារព័ត៌មាន Speak News ជាស្ដេចកាលពីសប្តាហ៍មុនយើងបាននិយាយតាក់ទងជាមួយនឹងបញ្ហា anxiety ដែលជាបញ្ហាមួយដែលយុវជនចំនួនថ្មីជួបប្រទះច្រើនហើយនៅក្នុងសប្តាហ៍នេះយើងនឹងលើកយកប្រធានបទដែលសំខាន់ដែលតាក់ទងជាមួយនឹងជំងឺនេះដែរគឺតាក់ទងជាមួយនឹងការវិធីសាស្ត្រនៃការប្រើ digital detox ដែលជាវិធីសាស្ត្រមួយជួយសម្រួលទៅដល់បញ្ហាជំងឺ anxiety ហើយយើងដើម្បីឲ្យកាន់តែច្បាស់ទៅលើការប្រើប្រាស់និងអនុវត្តនៅវិធីសាស្ត្រទាំងនេះយើងនឹងមានវាគ្មិនទស្សយុយើងដ៏សំខាន់មួយរូបគឺលោកវិជ្ជបណ្ឌិតហុងសូអូនដែលលោកវិជ្ជបណ្ឌិតបានណែនាំនិងបញ្យល់យ៉ាងក្បោះក្បាយអំពីបញ្ហាជំងឺ anxiety កាលពីសប្តាហ៍មុនអញ្ចឹងសប្តាហ៍នេះយើងនៅតែជួបជាមួយនឹងលោកវិជ្ជបណ្ឌិតដដែលតើយើងអាចប្រើប្រាស់នឹងវិធីសាស្ត្រអ្វីបន្ថែមទៀតដើម្បីអាចជួយសម្រួលទៅលើបញ្ហា anxiety ទាំងអស់នេះបានអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងជួបជាមួយនឹងលោកវិជ្ជបណ្ឌិតទាំងអស់គ្នាជំរាបសួរលោកគ្រូបាទជំរាបសួរជំរាបសួរលោកគ្រូសម្រាប់សប្តាហ៍នេះយើងនឹងបន្តតាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការដោះស្រាយទៅលើបញ្ហា anxiety ដែលជាវិធីសាស្ត្រមួយដែលសំខាន់គឺតាក់ទងជាមួយនឹងបញ្ហាតាក់ទងនឹងវិធីសាស្ត្រ digital detox ដែលតាមដែលខ្ញុំដឹងវិធីសាស្ត្រនេះគឺមានការប្រើប្រាស់ច្រើនហើយប៉ុន្តែសម្រាប់ប្រជាជនកម្ពុជារបស់យើងមួយចំនួនពួកគាត់អត់បានដឹងថាតើការអនុវត្តdigital detox នេះគឺជាអីអញ្ចឹងដើម្បីកាន់តែច្បាស់លោកគ្រូអាចជួយបញ្ជាក់បន្ថែមថាតើការប្រើប្រាស់វិធីសាស្ត្រ digital detox នេះគឺជាវិធីសាស្ត្រអីដែរលោកគ្រូបាទកញ្ញាតេតងជាមួយនឹង digital detox មានន័យថាការ detox មានថាទំមិចកាត់បន្ថយនៅផលប៉ះពាល់ទាំងឡាយមកជើងកាយរបស់យើងបាទហើយ digital ដោយប្រើ digital ហ្នឹងឯងតេតងបច្ចេកវិទ្យាអញ្ចឹងណាបាទក្នុងហ្នឹងជារួមដើម្បី digital detox គឺយើងគោលដៅគឺទៅកាត់បន្ថយនៅការប្រើប្រាស់នៅសម្ភារៈdigital ហ្នឹងដូចជាទូរស័ព្ទ computer iPad tablet ឬមួយក៏បណ្ដាញសង្គមដែលយើងហងៃយើងវាច្រើនពេកអញ្ចឹងពេលខ្លះទៅវាធ្វើឲ្យទាំងអស់ហ្នឹងវាធ្វើឲ្យយើងទៅជាពលដូចពលខួរអញ្ចឹងបើថាពួកបាយយើងពោពេញទៅដោយព័ត៌មានជាច្រើនបាទហើយព័ត៌មានយើងឃើញថាព័ត៌មានដែលវាភាគច្រើនវាធ្វើឲ្យតុកស៊ីកដល់យើងនោះគឺព័ត៌មានមិនល្អជាច្រើនដែលវាចូលមកហើយបណ្ដាញសង្គមគឺលឿនណាស់បាទអញ្ចឹងកាលណាយើងមើលទៅប្រើប្រាស់សម្ភារៈ digital នឹងច្រើនទៅវាធ្វើឲ្យវាប៉ះពាល់អញ្ចឹងដើម្បីកាត់បន្ថយនៅផលប៉ះពាល់ពី digital ហ្នឹងគឺធ្វើម៉េចកាត់ផ្ដាច់បន្ថយទៅតែមានគោលដៅធំគឺឲ្យគូក្បាលយើងមានពេលសម្រាប់កុំឲ្យពេលវេលាទាំងឡាយហ្នឹងទៅនឹងនិយាយទៅវាជាប់ជាមួយនឹងឧបករណ៍ digital នឹងច្រើនអញ្ចឹងណាបាទចាចុះចំណែកតាក់ទងជាមួយនឹងវិធីសាស្ត្រនៃការអនុវត្ត digital detox ព្រោះដោយសារដោយលោកគ្រូលើកឡើងអញ្ចឹងមានដោយសារយើងប្រើប្រាស់ទៅលើប្រព័ន្ធ digital ច្រើនពេកអញ្ចឹងអ្នកខ្លះញៀនពិបាកក្នុងការកាត់បន្ថយពិបាកក្នុងការមិនប្រើប្រាស់ទៅលើឧបករណ៍ digital ទាំងអស់ហ្នឹងអញ្ចឹងលោកគ្រូអាចមានវិធីសាស្ត្រអីខ្លះដែលអាចអនុវត្តក្នុងវិធីសាស្ត្រ digital detox នេះដែរវិធីសាស្ត្រក្នុងការកាត់បន្ថយមានច្រើនបើគាត់ថាវាមិនថាមានប្រយោជន៍ទេ digital គឺគេថាការវិវត្តមួយរបស់សង្គមបច្ចុប្បន្នគឺការប្រើប្រាស់ digital ហ្នឹងឯងទាន់សម័យទៅតាម digital មានថាបច្ចេកវិទ្យាមកយើងត្រូវទៅប្រើឲ្យមានប្រយោជន៍អញ្ចឹងណាមិនថាអត់ប្រយោជន៍ទេប៉ុន្តែពេលខ្លះយើងវាលើសលប់ពេកហ្នឹងឯងអញ្ចឹងដើម្បីកាត់បន្ថយយើងត្រូវតែមានគិតថា digital ឬមួយអាណាទៅបំរើដល់ប្រយោជន៍របស់យើងបាទបើមិនយើងទាំង live ចិត្តទៅមករហូតអានឹងវាប៉ះពាល់អញ្ចឹងទៅកាត់បន្ថយពេលវេលាទៅលើ screen ហ្នឹងទៅលើទូរស័ព្ទផ្សេងៗហ្នឹងឲ្យបានច្រើនផងហើយយើងត្រូវចេះ screen មើលdigital ឬមួយ information ឬមួយព័ត៌មានអាណាដែលមានប្រយោជន៍
បាទមកដល់ខ្លួនយើងមកដល់សង្គមមកដល់បរិយាកាសជុំវិញហ្នឹងសង្គមជាតិរបស់យើងអានោះសំខាន់ណាស់បាទបើសិនជាយើងចេះតែមើលគ្រប់រឿងអញ្ចឹងវាប៉ះពាល់ហើយវាអាចចុងក្រោយទៅវាឲ្យប៉ះពាល់ទៅដល់ផ្លូវចិត្តរបស់យើងថែមទៀតផងបាទហើយវិធីកាត់បន្ថយបន្ថែមដើម្បីបន្ថយទៅលើ screen ហ្នឹងគឺយើងបង្កើននៅ activity មួយចំនួនទៀតអញ្ចឹងណាបាទមានថាម៉េច digital គឺភាសាយើងប្រើមកថាពេលខ្លះខ្ញុំគិតច្រើនខ្ញុំទៅ relax ខ្លាំងដែរខ្ញុំទៅប្រើ digital ប៉ុន្តែខ្ញុំប្រើតាមវិធីសាស្ត្ររបស់ខ្ញុំគឺខ្ញុំមើលទៅរឿងណាដែលធ្វើខ្ញុំសប្បាយចិត្តរឿងកំ pl ែងរឿងអស់ឲ្យយើងសើចអញ្ចឹងទៅអាហ្នឹងខ្ញុំចិត្តមើលអញ្ចឹងវិញអញ្ចឹងធ្វើអារម្មណ៍ខ្ញុំល្អអញ្ចឹងវាជាការប្រើប្រាស់ដោយត្រឹមត្រូវនៅ digital ដែលមានប្រយោជន៍ហើយខ្ញុំប្រើប្រាស់ digital ទៀតហ្នឹងឧទាហរណ៍ទៅបច្ចុប្បន្ន AI ចុះខ្ញុំប្រើ AI ដើម្បីជួយសម្រួលការគិតរបស់ខ្ញុំការងាររបស់ខ្ញុំនៅកន្លែងហ្នឹងបានច្រើនក្នុងការគិតទៅលើការងារនៅកន្លែងរបស់ខ្ញុំហើយអ្នកអភិវឌ្ឍខ្លួនឯងបន្ថែមតើធ្វើម៉េចដើម្បី improve អភិវឌ្ឍជាប្រចាំអញ្ចឹងណាបាទ AI ជួយយើងក្នុងអីហ្នឹងយើងប្រើឲ្យមានប្រយោជន៍អញ្ចឹងក្រៅពីហ្នឹងយើងត្រូវបង្កើននៅសកម្មភាពរាងកាយរបស់យើងទៅពីព្រោះអានឹងវាអាចជួយតាគ្រប់គ្រងផ្លូវចិត្តរបស់យើងឲ្យល្អនិងសុខភាពរាងកាយរបស់យើងក៏ល្អដែរដូចជាហាត់ប្រាណបាទហាត់ប្រាណជាប្រចាំទៅការគេងកាត់បន្ថយនិយាយទៅធ្វើឲ្យ improve ការគេងរបស់យើងកាន់ប្រសើរដែរបាទហើយកាលណាគេងល្អanxiety ហ្នឹងក៏វាអត់សូវមានដែរបាទចំណុចបន្ថែមតាក់ទងជាមួយនឹងធ្វើម៉េចឲ្យយើងបន្ថយនៅថា digital detox ហ្នឹងដែរគឺថាបង្កើតទំនាក់ទំនងជាមួយនឹងក្រុមគ្រួសារជាមួយមិត្តភ័ក្តិជាមួយបងប្អូនហ្នឹងឲ្យបានប្រសើរបាទព្រោះចំណុចហ្នឹងគឺធ្វើឲ្យនិយាយទៅបន្ធូរអារម្មណ៍របស់យើងតានតឹងរបស់យើងដែរអញ្ចឹងជាផ្នែកមួយនៅក្នុងការជួយ support ជួយគ្រប់គ្រងទៅដល់អារម្មណ៍របស់យើងឲ្យប្រសើរពេលខ្លះទៀតគួរតែរកវិធីសាស្ត្រក្នុងការធ្វើអារម្មណ៍យើងស្ងប់ដូចជាសមាធិyoga ឬមួយក៏អាចថាជួបអ្នកដែលមានបទពិសោធន៍ក្នុងការមិត្តភ័ក្តិយើងឬមួយក៏ថាជំនាញនៅខាងផ្លូវចិត្តដើម្បីជួយសម្រួលផ្លូវចិត្តរបស់យើងដែរចាអរគុណលោកគ្រូសម្រាប់ការចែករំលែកទៅលើវិធីសាស្ត្រនៃការកាត់បន្ថយទៅលើការប្រើប្រាស់ប្រព័ន្ធ digital អញ្ចឹងជាក់ស្ដែងដូចលោកគ្រូបានលើកឡើង digital វាមិនអត់ប្រយោជន៍ទេគឺវាមានប្រយោជន៍ច្រើនប៉ុន្តែសំខាន់ឲ្យយើងចេះប្រើប្រាស់ឲ្យវាមានប្រយោជន៍ដែរកុំឲ្យវាលើសលប់ទៅតាមអារម្មណ៍របស់យើងបាទចាហើយម្យ៉ាងទៀតគឺយើងប្រើក្នុងគោលបំណងអ្វីឲ្យច្បាស់លាស់ព្រោះដូចបច្ចុប្បន្នមាន social media ច្រើនដែលមកបង្វក់អារម្មណ៍យុវជនយុវនារីក្នុងចូលចិត្តចាក្នុងការប្រើប្រាស់អញ្ចឹងពេលខ្លះមើលដាច់យប់ដាច់អន្តរានច្រើនអញ្ចឹងទី1គឺតាក់ទងជាមួយនឹងការកាត់បន្ថយពេលវេលាក្នុងការធ្វើការ relax ហើយនឹងបូកផ្សំជាមួយនឹងការហាត់ប្រាណហើយក៏ការធ្វើសមាធិដែលលោកគ្រូបានលើកឡើងអញ្ចឹងសម្រាប់វិធីសាស្ត្រនៃការធ្វើអនុវត្តនៅ digital detox ដែលលោកគ្រូបានលើកឡើងមុននេះគឺមានអត្ថប្រយោជន៍ច្រើនក្នុងការជួយសម្រួលអារម្មណ៍និងជួយដោះស្រាយទៅលើបញ្ហាថប់អារម្មណ៍ឬក៏ stress របស់បងប្អូនក្នុងទាំងការងារទាំងជីវិតប្រចាំថ្ងៃផងដែរអញ្ចឹងលោកគ្រូអាចបន្ថែមឬក៏មានចំណុចណែនាំមួយចំនួនដែលលោកគ្រូអាចណែនាំទៅកាន់ទស្សនិកជនបាទកញ្ញាប៉ុន្តែដើម្បីចាប់ផ្ដើមធ្វើ detox digital detox នឹងបានគឺត្រូវតែចាប់ផ្ដើមពីពេលណាហើយកញ្ញាសំខាន់ឡើយហ្នឹងអញ្ចឹងគឺត្រូវកំណត់ពេលលោកមកថាការប្រើប្រាស់ digital ប្រើប្រាស់កុំព្យូទ័រទូរស័ព្ទរបស់យើងគឺយើងកំណត់ឲ្យបានតើយើងម៉ោងប្រហែលយើងទៅគួរតែប្រើទូរស័ព្ទឧទាហរណ៍ថាខ្ញុំទូរស័ព្ទខ្ញុំមានពេលប្រើហើយពេលខ្លះយើងត្រូវគិតពុកទុកពេលដើម្បីធ្វើការងារសំខាន់របស់កន្លែងមានថាយើងត្រូវមានផែនការច្បាស់លាស់ដែរតែពិតទៅម៉ោងប្រហែលយើងត្រូវមើលទូរស័ព្ទបាទជួនកាល Telegram ខ្ញុំតទេបើថាឆាតមកជួនកាលទៅក៏បានមើលដែរបាទដល់ទេមកយើងទៅលើព្រោះមានការសំខាន់ដែលទៅ
ទៅធ្វើអញ្ចឹងទៅអ្នកតំណងអញ្ចឹងណាបាទអញ្ចឹងពេលខ្លះកំណត់ពេលនឹងខ្លួនឯងហើយមកមិនគឺមើលទៅលើបណ្ដាញសង្គមមើលព័ត៌មានផ្សេងដើម្បីជាថាលទ្ធផលល្អដើម្បីយើងទទួលយកមកឲ្យដឹងជាព័ត៌មានផងដែរបាទហើយអ្វីបន្ថែមហ្នឹងគឺបង្កើនការអានរបស់យើងបាទព្រោះការអានរបស់យើងធ្វើឲ្យនិយាយទៅខ្ញុំចូលចិត្តអានទៅធ្វើរបៀបក្នុងការដឹកនាំធ្វើក្នុងការធ្វើម៉េចឲ្យផ្លូវចិត្តរបស់ខ្ញុំវាប្រសើរជាការបង្កើនផលិតឲ្យល្អជាងខ្ញុំអានរបៀបចឹងធ្វើឲ្យអារម្មណ៍ខ្ញុំកាន់តែចេះឆ្លាតកាន់តែសំខាន់ដល់ល្អថែមទៀតបាទហើយអ្វីជាបន្ថែមទៀតនោះគឺធ្វើម៉េចបង្កើនអ្នកទំនងមួយគ្រួសាររបស់យើងមួយកូនរបស់យើងជាមួយនឹងអ្នកជិតដិតណាបាទនឹងធ្វើឲ្យជាមធ្យោបាយដែលធ្វើឲ្យកាត់បន្ថយនៅ digital detox ហ្នឹងដែរចាអរគុណលោកគ្រូចាអរគុណសម្រាប់ការចែករំលែកយ៉ាងក្បោះក្បាយទៅលើប្រធានបទរបស់យើងនៅថ្ងៃនេះហើយពីកម្មវិធីរបស់យើងក៏ឈានចូលមកដល់ទីបញ្ចប់បើសិនជាបងប្អូនមានចម្ងល់ណាមួយតាក់ទងជាមួយនឹងបញ្ហាសុខភាពអាចធ្វើការទម្លាក់នៅខាង comment នៅខាងក្រោមវីដេអូឬក៏អាចធ្វើការទៅពិភាក្សាផ្ទាល់នៅជាមួយនឹងក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ Becare ដែលជាមន្ទីរពេទ្យស្តង់ដារហើយក៏មានក្រុមគ្រូពេទ្យជំនាញច្រើននៅទីនោះផងដែរអញ្ចឹងពីកម្មវិធីយើងខ្ញុំក៏ឈានចូលមកដល់ទីបញ្ចប់ក៏សូមអរគុណសម្រាប់ការតាមដានទស្សនាពីដើមកម្មវិធីរហូតដល់ចប់កម្មវិធីហើយពីយើងខ្ញុំក៏សូមអរគុណនិងសូមជម្រាបលា